អ្វីដែលអ្នកកំពុងឃើញនៅពេលនេះគឺជា Nexat ដែលជាម៉ាស៊ីនច្រូតកាត់តាមប្រព័ន្ធ Module លំដាប់កម្ពស់រហូតពិភពលោកដែលបំពាក់នៅមុខកាត់ពោតជទិង14ម៉ែត្រកំពុងធ្វើប្រតិបត្តិការយ៉ាងពេញទំហឹងនៅខាងក្នុងតួម៉ាស៊ីននាយកកសិកម្មមួយនេះមានបង្កប់នៅម៉ាស៊ីនដ៏ខ្លាំងក្លាចំនួន2ដែលមានកម្លាំងសេសសរុប1100សេសក្នុងមួយម៉ោងវាអាចប្រមូលផលពោតស្រស់បានយ៉ាងមានប្រសិទ្ធភាពដល់ទៅ200តោនធុងដាក់គ្រាប់ធាតុជាតិដ៏ធំសម្បើមចំណុះ32000លីត្រអាចផ្ទុកពោតបាន25.6តោនលើពីនេះដោយពឹងផ្អែកលើល្បឿនបញ្ចេញគ្រាប់ដ៏អស្ចារ្យ650ប៊ីតក្នុង1វិនាទីវាចំណាយពេលត្រឹមតែ50វិនាទីប៉ុណ្ណោះដើម្បីបញ្ចេញគ្រាប់ពោតអស់ពីធុងដែលបង្ហាញពីអត្ថន័យនៃពាក្យថាប្រសិទ្ធភាពដ៏កម្រិតកំពូលទោះជាយ៉ាងណាក៏ដោយសមត្ថភាពកម្រិតកំពូលតែងតែមកជាមួយការចំណាយដ៏ខ្ពស់ក្នុងនាមជាស្នូលនៃថាមពលតួម៉ាស៊ីនមេ Nexat មានតម្លៃ10លាន Module ច្រូតកាត់ Nexco ដែលទទួលខុសត្រូវនឹងការបិទទាត់យ៉ាងច្បាស់លាស់មានតម្លៃ6លានរីឯមុខកាត់ Greenhoff ទទឹង14ម៉ែត្រចំនួន31ជួរក៏មានតម្លៃ6លានដូចគ្នាបូករួមទាំងគ្រឿងបន្លែកំងនិងថ្លៃដំឡើងកាយតម្រូវដល់អ្នកជំនាញ1លានទៀតការវិនិយោគសរុបសម្រាប់ប្រព័ន្ធទាំងមូលគឺខ្ពស់ដល់ទៅ22លានប្រហែលជាមានអ្នកខ្លះសង្ស័យថាតើការវិនិយោគដ៏ខ្ពស់បែបនេះពិតជាមានតម្លៃដែរឬទេចម្លើយគឺពិតជាមានតម្លៃណាស់ព្រោះថា Nexat មិនដែលត្រូវបានកំណត់ថាជាម៉ាស៊ីនច្រូតកាត់ធម្មតានោះទេប៉ុន្តែជាបណ្ដុំកុំព្យូទ័រកសិកម្មដ៏ទំនើប Super Computer វាគឺជាវេទិកាឆ្លាតវៃដែលរួមបញ្ចូលការចាប់សញ្ញាការគ្រប់គ្រងយ៉ាងច្បាស់លាស់និងប្រតិបត្តិការតាមបែប Moduleតួខ្លួនរបស់វាបំពាក់ដោយឧបករណ៍ចាប់សញ្ញារាប់សិបដើម្បីតាមដានសំណើមពោតនិងកម្រិតនៃការដួលដាំពោតបានភ្លាមព្រមទាំងកែតម្រូវកម្ពស់មុខកាត់និងល្បឿនបន្ទាត់យ៉ាងស្វ័យប្រវត្តិដោយរក្សាអត្រាបាក់បែកគ្រាប់ឲ្យនៅក្រោម 0.1% យ៉ាងតឹងរឹងគុណសម្បត្តិស្នូលកំពូលកាន់តែពិសេសនោះគឺការរចនាតាមបែប Module របស់វាដោះ Module ប្រមូលផលចេញហើយដាក់ Module ដាំដំណាំចូលវានឹងប្រែខ្លួនទៅជាម៉ាស៊ីនដាំគ្រាប់ពូជដ៏អស្ចារ្យដាក់ Module បាញ់ថ្នាំចូលវាអាចសម្រេចបាននូវការដាក់ជីនិងការការពារដំណាំយ៉ាងច្បាស់លាស់ម៉ាស៊ីនតែមួយគ្រឿងនេះអាចទទួលខុសត្រូវនឹងវត្តកៈនៃកិច្ចការកសិកម្មទាំងមូលចាប់ពីការដាំដំណាំរហូតដល់ការប្រមូលផលដែលជួយកាត់បន្ថយចំណាយប្រតិបត្តិការរយៈពេលយូរឲ្យបានច្រើននាទីនៅក្នុងយុគសម័យដែលកសិកម្មខ្នាតធំកាន់តែមានប្រជាប្រិយភាពដោយសប្តាហ៍ថ្ងៃនេះវត្តមាន Nexat បានឈានលើដែនកំណត់នៃម៉ាស៊ីនច្រូតកាត់ទៅហើយវាប្រើប្រាស់ការវិនិយោគ22លានដើម្បីបដូរយកប្រសិទ្ធភាពខ្ពស់ជាងឧបករណ៍បុរាណដល់ទៅ10ដងនិងបានបំបីគំនិតចាស់ថាម៉ាស៊ីនមួយប្រើតែមួយមុខនៅពេលដែលវាធ្វើចលនានៅលើវាលស្រែអ្វីដែលយើងឃើញមិនត្រឹមតែជាការបង្ហាញពីថាមពលមេកានិកកម្រិតកំពូលនោះទេប៉ុន្តែក៏ជារលកនៃសម័យកាលឧស្សាហកម្មកសិកម្មនិងភាពឆ្លាតវៃដ៏ខ្លាំងក្លាផងដែរ